បើសួស្តីបងប្អូនថ្នាក់ទី10យើងជួបគ្នាមួយសារទៀតនៅកំណែលំហាត់ថ្នាក់ទី10ដែលត្រូវមេរៀនទី1ទំព័រទី36បាទលេខ17ជាងទៅទាំងអស់គ្នា17ក្រាបនៃវេគ្ទ័រល្បឿន v ជាអនុគមនៃពេលតេរបស់ចំណុចរូបធាតុដែលផ្លាស់ទីតាមបណ្ដោយ ax ដោយរូបខាងស្ដាំរូបនេះណាកគូសក្រាបសំទុះ a ជាអនុគមនៃពេលអញ្ចឹងក្រាបនេះគឺក្រាបល្បឿនជាមួយនឹងពេលហើយគេឲ្យបដូរពីក្រាបហ្នឹងទៅជាក្រាបសំទុះហើយពេលខកំណត់សំទុះមធ្យមនៃចំណុចរូបធាតុនៅចន្លោះពេលtស្មើ5វិនាទីទៅtស្មើ15វិនាទីបាទហើយកំណត់សំទុះមធ្យមនៃចំណុចរូបធាតុចន្លោះtស្មើ0វិនាទីទៅ20វិនាទីបាទនេះគឺជាបើលំហាត់លេខ17បាទតេតើងជាមួយនឹងក្រាបទៀតហើយអញ្ចឹងគេឲ្យគូសក្រាបបាទយើងទៅទាំងអស់គ្នាគូសក្រាបនៃសំទុះ a ជាអនុគមនៃពេលតេអញ្ចឹងដើម្បីគូសក្រាបនឹងចេញតើតើយើងស្គាល់សំទុះគណៈពេលណាមួយសំទុះស្មើប្រមាណបាទសំទុះស្មើប្រមាណបាទអញ្ចឹងយើងអាចសិក្សាពីចន្លោះពេលពី0ទៅ5វិនាទីនេះមួយរើមកតើសំទុះវាស្មើប៉ុន្មានហើយយើងសិក្សាចន្លោះពេលពី5វិនាទីមកកន្លែងនេះគឺ15បាទចន្លោះពី5ទៅ15 10វិនាទីណាប្រើសំទុះប្រមាណអញ្ចឹងទៅអញ្ចឹងដើម្បីគូសក្រាបចេញតើយើងស្គាល់អញ្ចឹងយើងមើលចលនាវាមាន3ចលនាបាទ3ចលនាពី0ទៅ5ពី5ទៅ15ហើយនឹងពី15ទៅ20អញ្ចឹងយើងដំបូងឡើយដើម្បីកំណត់ក្រាបវាយើងត្រូវកំណត់សន្ទុះនៅចន្លោះពេលពី0ទៅ5សិនពី0មក5នេះបាទយើងមើលល្បឿនពី0មក5គឺល្បឿនថេបាទ0វិនាទីទៅ5វិនាទីល្បឿនវាថេស្មើគ្នាអញ្ចឹងបើល្បឿនថេអត់មានសន្ទុះទេបាទសន្ទុះស្មើ0អញ្ចឹងយល់ឃើញ a1 ស្មើ0បាទព្រោះសន្ទុះវាកើតមានពីម្រែម្រួលល្បឿនក្នុងមួយຂະຫນាតពេលអញ្ចឹងបើល្បឿនអត់ប្រែប្រួលទេសន្ទុះស្មើ0យើងមើលចន្លោះពេលមួយទៀតគឺពី5ទៅ15 5ទៅ15បើវាជាបន្ទាត់អញ្ចឹងសមីការបើសិនវាជាបន្ទាត់ត្រង់អញ្ចឹងវាជាបាទវាជាចលនាស្ទុះស្មើហើយបាទល្បឿនវាកើនត្រង់ស្មើបាទជាបន្ទាត់អញ្ចឹង a យើងតាំងនៅ a2 វាស្មើនឹង v2 ដក v1 នៅលើ t2 ដក p1 v2 របស់យើងមកវាចេញពី5ទៅ15យើងមើល15គឺល្បឿនរបស់វា8ម៉ែត្រក្នុង1វិនាទីហើយដក v1 គឺដកមកនេះនៅត្រង់ល្បឿនដើមមកវាគឺ5វិនាទីគឺត្រង់កន្លែងនេះគឺដក8អញ្ចឹងដក8បាទហើយអានេះຂະຫນាតវាម៉ែត្រក្នុងវិនាទីណាចែកឲ្យចន្លោះពេលពី5ទៅ15គឺ15ដក5ចេញនៅសល់10អញ្ចឹងយើងចែកគ្នាមកអានេះ10អានេះដកគ្នាដកបូកបាន16ចែក10បាន 1.6 ម៉ែត្រក្នុង1វិនាទីការ៉េអញ្ចឹងសន្ទុះនៅចន្លោះពេលពី5វិនាទីទៅ15វិនាទីគឺ 1.6 ម៉ែត្រក្នុង1វិនាទីការ៉េអញ្ចឹងយើងហើមកកណាត់ទៀតចលនាវាមកកណាត់ទៀតព្រោះ3ចលនាណាយើងមើលចន្លោះពេល15ទៅ20ម្ដងសន្ទុះនៅចន្លោះពេល15ទៅ20ជាមើល15វិនាទីនេះល្បឿនវា8ម៉ែត្រក្នុងវិនាទី20ក៏នៅតែល្បឿន8ម៉ែត្រក្នុងវិនាទីអញ្ចឹងមានន័យថាល្បឿននឹងថេបើល្បឿនថេសន្ទុះស្មើ0អញ្ចឹងយើងតាំងដោយ a3 ស្មើ0អញ្ចឹងចលនា3ចលនាហ្នឹងយើងអាចស្គាល់បានហើយអានេះសន្ទុះ0អានេះសន្ទុះ 1.6 ម៉ែត្រក្នុងវិនាទីការ៉េហើយអានេះគឺ0អញ្ចឹងយើងអាចគូសក្រាបវាបានក្រាបសន្ទុះហើយនឹងពេលគូដាក់ក្រាប AT គូយក AD ជា AT អឈើជា A V អឈើជា A បាទសន្ទុះអញ្ចឹងຂະຫນាតម៉ែត្រក្នុងវិនាទីក្រិតនៅតាមនេះគ្រូយក5 10 15 20បាទយកតាមនេះណាយកតាម A ដល់ពេលតាមទិសឈើវាមាន1ហើយ2ចន្លោះពី1ទៅ2គឺពាក់កណ្ដាល 1.5 យើងអាចលើស 1.5 តិចទៅ 1.20 1.6 បាទ 1.6 កន្លែងហ្នឹងគឺសន្ទុះ 1.6 ហ្នឹង
យើងមើលចន្លោះពេលពី0ទៅ5 0ទៅ5 0ទៅ5គឺសំទុះស្មើ0អញ្ចឹងចេញមីនឹងមកនៅកន្លែងហ្នឹងពណ៌ក្រហមបាទសំទុះ0បាទហ្នឹងដល់ពេលយើងមើលចន្លោះពី5ទៅ15សំទុះ1.6 5ទៅ15បាទ5ទៅ15vậyនេះសំទុះ1.6អញ្ចឹងកន្លែងហ្នឹង1.6អា15ហ្នឹងក៏1.6ដែរបាទនេះគឺជាចម្លើយដល់ពេលវិនាទីបន្ទាប់គឺ15ទៅ20 15ទៅ20សំទុះស្មើ0អញ្ចឹងបើយើងគិតពីសំទុះកន្លែងនេះA1 បាទ A1 បាទកន្លែងនេះ A2 បាទកន្លែងនេះ A3 បាទ A3 បាទ A3 ដល់នេះយើងគិតពីសំទុះរបស់វាណាមាន A1 A2 A3 បាទនេះគឺក្រាបតាំងឲ្យសំទុះនឹងពេលបាទមានតែប៉ុណ្្នឹងឯងក្រាបតាំងឲ្យសំទុះពេលអញ្ចឹងសំណួរកយើងចប់ហើយបាទចប់ហើយមានប៉ុណ្្នឹងយើងឲ្យតារាងតម្លៃលេខហើយដល់ពេលសំណួរខគេឲ្យកំណត់សំទុះមធ្យមនៃចំណុចរូបធាតុចន្លោះពេល5ទៅ15 5ទៅ15បាទ5ទៅ15នេះយើងរើឃើញហើយស្រេចនេះ A2 នេះអញ្ចឹងយើងអត់វាក់គិតទេបាទចន្លោះពេលពី5ទៅ15សំទុះមធ្យមឃើញប៉ុណ្ណឹងអញ្ចឹងតាមក្រាបហ្នឹងគ្រូដាក់មកទៅសំទុះមធ្យមហ្នឹងគឺ A ស្មើ 1.6 ម៉ែត្រក្នុងវិនាទីការ៉េបាទអញ្ចឹងយកចន្លោយនឹងតែម្ដងព្រោះយើងរើហើយពីលើមកណាដល់ពេលកើបាទយើងទៅកើកំណត់សំទុះមធ្យមនៃរូបធាតុនៅចន្លោះពេលtស្មើ0វិនាទីទៅ20វិនាទីបាទ0ទៅ20 0ទៅ20សំទុះមធ្យមណាយើងគិតជាមធ្យមអញ្ចឹងបើគិតជាមធ្យមយើងដឹងថាសំទុះគឺជាបំរែបំរួលល្បឿនក្នុងមួយខ្នាតពេលអញ្ចឹងយើងកណនាមកយើងប្រើរមុន AAV វាស្មើនឹង V2 ដក V1 នៅលើ T2 ដក T1 V1 របស់យើងគឺយើងនៅគណៈ T ស្មើ0បាទនៅគណៈ T ស្មើ0បាទអញ្ចឹងយើងមើលនៅគណៈ T1 ស្មើ0ស្មើ0នេះល្បឿនរបស់វាដក8ម៉ែត្រក្នុង1វិនាទីបាទនៅកន្លែងនេះណាដល់ពេលនៅគណៈ T បាទ T នេះ T2 T1 T2 បាទស្អីខុសទៀតបាទអធិស្ឋានអានេះ2លេខ2ណានៅគណៈ T1 ស្មើ0 V1 ស្មើដក8ម៉ែត្រក្នុងវិនាទីដល់ពេលនៅគណៈ T2 ស្មើ20វិនាទីបាទ20វិនាទីកន្លែងនេះយើងតម្លាក់មកគឺ8ម៉ែត្រក្នុងវិនាទីចឹងយើងតម្លៃទាំងអស់ហ្នឹងយកមកចំនួនចូលមកយើងចេញចម្លើយហើយបាទយើងបានបាទ AV ស្មើនឹង8ដកអានេះដក8ស្រាប់បាទហើយចែកនឹង20អញ្ចឹងយើងចែកមកយើងឃើញចម្លើយសំទុះមធ្យមជាមធ្យមសំទុះរបស់វាគឺ 0.8 ម៉ែត្រក្នុង1វិនាទីការ៉េបាទនេះចម្លើយនៅក្នុងសំណួរកើបាទលំហាត់នេះយើងមើលនៅក្នុងក្រាបសុទ្ធណាហើយបើសិនជាបងប្អូនមានចម្ងល់អីអាច comment សួរនៅខាងក្រោមហើយអស់ហើយលំហាត់របស់យើងលេខ17មានតែប៉ុណ្្នឹងទេនៅវីដេអូបន្ទាប់យើងនឹងធ្វើលំហាត់លេខ18បន្ថែមទៀត